ជំរាបសួរចា៎នាងខ្ញុំសុកលិនចាមកម្ដងនេះនឹងធ្វើការចែករំលែកទៅកាន់ពុកម៉ែបងប្អូនពីវិធីនៃការថែទាំសាច់ដុំសន្លាក់សរសៃជៀសវាងអំពីការឈឺចាប់មួយចំនួនផងដែរចាដោយសារតែការសិក្សាស្រាវជ្រាវកន្លងមកនាងខ្ញុំឃើញមានអត្ថបទមួយដែលមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់ប្រជាជនយើងសប្តាហ៍ថ្ងៃនេះក្នុងការថែទាំសុខភាពហើយជាពិសេសនេះគឺទៅលើការប្រើប្រាស់ទៅនឹងសាច់ដុំសម្រាប់លោកអ្នកពុកម៉ែបងប្អូនដែលកំពុងតែមានមុខរបរឬក៏កិច្ចការងារធ្វើដោយប្រើកម្លាំងឬក៏ប្រើប្រាស់សាច់ដុំខ្លាំងឬក៏កីឡាករកីឡាការិនីជាដើមគឺប្រឈមជាមួយនឹងការឈឺចាប់ទៅនឹងសាច់ដុំនេះច្រើនគ្នាខ្លាំងមែនទែនហើយបើសិនជាយើងឈឺចាប់រ៉ាំរ៉ៃយើងមិនមានវិធីសាស្ត្រក្នុងការថែទាំការព្យាបាលឲ្យបានទាន់ពេលវេលាឬក៏ត្រឹមត្រូវទេបញ្ហានេះគឺកាន់តែធ្ងន់ឬក៏រ៉ាំរ៉ៃកាន់តែខ្លាំងទៅសម្រាប់ផ្ដល់ផលរំខានក្នុងការអនុវត្តការងារឬក៏មុខរបរប្រចាំថ្ងៃយើងផងដែរចំពោះវិធីសាស្ត្រមួយចំនួនដែលជួយព្យាបាលក៏ដូចជាថែទាំទៅលើអ្នកមានបញ្ហាឈឺសាច់ដុំឬក៏អ្នកដែលប្រើប្រាស់កម្លាំងក៏ដូចជាសាច់ដុំច្រើនមានពីរវិធីធំទីមួយហ្នឹងគឺគួរតែសម្រាប់សាច់ដុំហើយកុំធ្វើការងារច្រើនខ្លាំងពេកក៏ជាវិធីមួយដែលជួយកាត់បន្ថយបងប្អូនទាំងអស់គ្នាអំពីការឈឺចុកចាប់ដូចគ្នាសម្រាប់ទី2បើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានអាការៈឈឺហើយគួរតែស្អំទឹកកម្ដៅចាប់ពី10ទៅ15នាទីឡើងទៅនៅកន្លែងដែលកំពុងតែមានការឈឺចាប់នេះដើម្បីជួយកាត់បន្ថយរាល់ការឈឺចាប់មួយចំនួនដែលកំពុងតែកើតមានសម្រាប់បងប្អូនទាំងអស់គ្នាចំពោះទី3វិញប្រើបងរុំបន្តឹងក៏អាចជាវិធីសាស្ត្រមួយជួយបងប្អូននៅផ្ទះបានទាន់ពេលវេលាដូចជាការសង្គ្រោះបន្ទាន់មួយដែរចា៎ចំពោះទី3នេះធ្វើចលនាខ្លះដើម្បីឲ្យឈាមហូរបានល្អនិងកាត់បន្ថយការហើមដូចគ្នាចឹងវិធីសាស្ត្រទាំង4នេះគឺជាវិធីសាស្ត្រដែលបងប្អូនអាចអនុវត្តជាប្រចាំថ្ងៃនៅផ្ទះដោយខ្លួនឯងបានសម្រាប់វិធីសាស្ត្រតាមវិជ្ជាសាស្ត្រវិញមានដូចជាចាទី1ប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់តាមការណែនាំរបស់វិជ្ជាហើយសម្រាប់ទី2ម៉ាសាទៅលើសាច់ដុំថ្នមឬក៏ធ្វើតាមការណែនាំរបស់គ្រូពេទ្យដែលជាអ្នកជំនាញក្នុងការដោះស្រាយទៅលើបញ្ហាសាច់ដុំឬក៏សរសៃនេះផងដែរហើយចំពោះទី3ធ្វើលំហាត់ប្រាណដែលជួយឲ្យសាច់ដុំនេះជាសះស្បើយលឿនហើយចំពោះទី4បើគ្មានភាពធូរស្រាលលោកអ្នកគួរពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានទាន់ពេលវេលាដូច្នេះបើសិនជាអំពុំមិញបងប្អូនទាំងអស់គ្នាកំពុងតែមានអាការៈឈឺចាប់ទៅលើសាច់ដុំចង់ធ្វើការសួរនាំបន្ថែមទៅលើព័ត៌មានជុំវិញការប្រើប្រាស់សាច់ដុំការថែទាំសាច់ដុំក៏ដូចជាចង់បានរបស់ញ៉ាំទៅជំនួយសាច់ដុំសន្លាក់សរសៃឲ្យបានធូរស្រាលឲ្យបានបាត់ឈឺរាល់ការចុកចាប់មួយចំនួនជាប្រចាំថ្ងៃដែលរំខានការងារអំពុំមិញរាល់ថ្ងៃនេះអាចតាក់ទងមកលេខទូរស័ព្ទនៅលើវីដេអូនេះបានចាហើយជាចុងក្រោយនេះខ្ញុំចង់ធ្វើការណែនាំជាមួយនឹងផលិតផល VHOPE នេះដែលអំពុំមិញបានស្គាល់និងដឹងរួចមកហើយថាវាជួយបានច្រើនខ្លាំងមែនទែនទៅលើបញ្ហាសន្លាក់សរសៃនិងលើសជាតិអាស៊ីតក៏ដូចជាបញ្ហាលើសជាតិស្ករបើសិនជាចង់ទទួលទានផលិតផល VHOPE ដែលមានប្រសិទ្ធភាពខ្ពស់សូមតាក់ទងពីគ្រោះសុខភាពជាមួយនឹងលេខទូរស័ព្ទក៏ដូចជាឆាតចូលពេកខាងលើនេះបានចា៎នេះខ្ញុំសុកលិនចាជួបគ្នាទៅនឹងវីដេអូក្រោយពាក់ព័ន្ធជាមួយនឹងការថែទាំសុខភាពសន្លាក់សរសៃបន្ថែមទៀត